កូនឆ្កែមកក្បាលនេះបានពីការជើងតាំងពីកំណើតនឹងធ្វើឲ្យគេមិនអាចដើរបានមានពេលខ្លះនោះគេបានត្រឹមតែអើតពីមាត់ផ្លូវចូលដើម្បីមើលកូនឆ្កែដទៃទៀតដែលកំពុងលេងមើលទៅទឹកមុខរបស់គេនោះគឺពិតជាគួរអាណិតខ្លាំងណាស់ក្តីស្រមៃរបស់គេនោះសង្ឃឹមថាថ្ងៃណាមួយនឹងអាចទៅលេងជាមួយឆ្កែដទៃទៀតបានដោយសារតែពិការភាពរបស់គេនេះហើយទើបគេទទួលបានការធ្វើបាបពីឆ្កែដទៃទៀតធ្វើឲ្យគេមានអារម្មណ៍ថាទទួលសម្ពាធមែនទែនទោះជាយ៉ាងណាក្តីកូនឆ្កែតែងតែមានមិត្តភក្តិម្នាក់ទៀតដែលតែងតែនៅក្បែរនឹងការពេលគេជានិច្ចនិងគេតែងតែបារម្ភពីកូនឆ្កែដែលពិការនិងមិនតែប៉ុណ្ណោះកូនឆ្កែតែងតែពិបាកសំបីតែពេលដែលគេនោមផងដែរគឺច្បាស់ណាស់ពេលដែលគេនោមនោះគឺត្រូវប្រឡាក់រោមរបស់គេស្ថិតនៅក្នុងរូបភាពដ៏គួរឲ្យអាណិតមែនទែនមិនតែប៉ុណ្ណោះទោះជាយ៉ាងណាក្តីមិត្តភក្តិរបស់គេក៏បានផលិតរោមឲ្យគេឲ្យស្អាតផងដែរមើលទៅគេមិនខ្ពើមមិត្តភក្តិរបស់គេបន្តិចនោះទេនេះប្រហែលជាមកពីនិស្ស័យហើយមើលទៅពេលខ្លះនៅពេលដែលបងស្រីទៅធ្វើការនោះក៏បានយកគេទៅតាមហើយគាត់ក៏បានធ្វើកន្លែងសមរម្យមួយសម្រាប់គេផងដែរដោយគេបានឃើញមិត្តភក្តិរបស់គេលេងជាមួយឆ្កែដទៃទៀតនោះទើបគេបានព្យាយាមដើរទាំងលំបាកដើម្បីទៅលេងជាមួយនឹងពួកគេមើលតាមការធ្វើដំណើររបស់គេនោះគឺពិតជាគួរឲ្យអាណិតខ្លាំងណាស់ហើយមិនតែប៉ុណ្ណោះពេលដែលគេបានទៅដល់នោះឆ្កែទាំងពីរនោះក៏បានរត់ចោលអស់ដោយឃើញបែបនេះហើយនោះទើបធ្វើឲ្យគេមានអារម្មណ៍ថាមិនមានមិត្តភក្តិណាដែលស្រឡាញ់គេនោះទេដោយឃើញកូនឆ្កែស្ថិតនៅក្នុងសភាពបែបនេះនោះបងស្រីក៏ហៅគេមកហើយនឹងអោបគេបងស្រីបាននិយាយថាកូនឆ្កែនេះបានពីការជើងតាំងពីពេលដែលគេបានកើតមកម្លេះហើយម្ដាយរបស់គេវិញនោះក៏បានរត់ចោលគេគឺច្បាស់ណាស់រឿងដែលគេបានជួបនោះគឺពិតជាកំសត់មែនទែនដោយក្តីអាណិតនោះបងស្រីបាននាំគេទៅមន្ទីរពេទ្យសត្វដើម្បីថតមើលឆ្អឹងរបស់គេនិងដុកទ័របាននិយាយថាសុខភាពរបស់កូនឆ្កែនោះគឺនៅល្អធម្មតាក៏ប៉ុន្តែជើងរបស់គេនោះមិនអាចព្យាបាលបាននោះទេគ្រូពេទ្យមានកំណត់មួយកូនឆ្កែអាចមានសមត្ថភាពដើរបានតែលុះត្រាតែមានរទេះកង់4ជួយគេក៏ប៉ុន្តែរទេះមួយនេះក៏មិនថោកនោះដែរលោកគ្រូពេទ្យសុខចិត្តបរិច្ចាគលុយផ្ទាល់ខ្លួនដើម្បីទិញកង់រទេះឲ្យកូនឆ្កែពេលដែលកូនឆ្កែបានពាក់ឧបករណ៍នេះហើយនោះគឺគេបានព្យាយាមដើរបន្តិចម្ដងនិងទីបំផុតកូនឆ្កែក៏អាចដើរបានដូចឆ្កែដទៃទៀតដែរនិងមានអ្នកភូមិជាច្រើនបានទិញអំណោយដើម្បីយកមកអបអរកូនឆ្កែផងដែរ